យើង print sticker ថ្លាឆ្លោះបាទថ្លាឆ្លោះសម្រាប់ print ជាមួយម៉ាស៊ីន inkjet ម៉ាស៊ីនទឹកថ្នាំប្រើទឹកថ្នាំរាវឬទឹកថ្នាំខាប់ dye ink ឬ pigment ink យើងណាហើយនេះប្រភេទ sticker ថ្លាឆ្លោះយើង print បានដូចគ្នាម៉ាស៊ីនអីក៏ដោយឲ្យប្រើទឹកថ្នាំ print បានទាំងអស់ Canon ក៏ដោយ Epson ក៏ដោយហើយនេះយើង print ហើយលទ្ធផលវាហើយ sticker ប្រភេទថ្លាឆ្លោះហ្នឹងយើងត្រូវអ៊ុតថែមហើយយើងអ៊ុត laminate ទៅនេះតម្រូវអញ្ចឹងហ្មងអាប្រភេទហ្នឹងណានេះលទ្ធផលយើងអ៊ុតហើយយើងយកមកកាត់យើងកាត់ដោយដៃកត្រៃយើងក៏បានឬក៏កាត់ម៉ាស៊ីនក៏បានម៉ាស៊ីនជាយើងមានម៉ាស៊ីនកាត់ហើយយើងកាត់តាមរាងដែលប្រើម៉ាស៊ីនវាស្រួលជាងហើយយើងត្រូវមានម៉ាស៊ីនកាត់អូខេដល់ពេលយើងកាត់ហើយគឺ sticker ដោយសារ sticker ហ្នឹងវាថ្លាឆ្លោះម៉ាស៊ីន print យើងអត់មានទឹកថ្នាំពណ៌សណាម៉ាស៊ីន print ទូទៅយើងហ្នឹងអញ្ចឹងយើងមានបកឲ្យមើលដោយសារវានៅលើផ្ទៃសយើងឃើញច្បាស់តែដល់ពេលយើងបកចេញមកនេះអញ្ចឹង sticker ថ្លាឆ្លោះហ្នឹងយើងត្រូវប្រើ print ពណ៌ជាពិសេសពណ៌ដិតពណ៌ខ្មៅអីទៅព្រោះថាវាពឹងផ្អែកលើ background វា background វាពណ៌អត់មានពណ៌អីបើពណ៌ខ្មៅវិញមើលលែងឃើញហ្មងតែ background ពណ៌សឃើញច្បាស់អញ្ចឹងអ្នកដែលប្រើ sticker ថ្លាឆ្លោះហ្នឹងយើងត្រូវគិតគូររឿង color វាអញ្ចឹងណា complex អូខេអានេះពណ៌វា print ហើយ